តេស្តសាកល្បងស្ដីអំពីច្បាប់ចរាចរណ៍ផ្លូវគោកភាគ8ប្រភេទធានារ៉ាប់រងរថយន្តដែលសំខាន់ដែលត្រូវទិញគឺកធានារ៉ាប់រងដែលការពារអ្នកនិងអ្នកជិះជាមួយក្នុងករណីគ្រោះថ្នាក់បង្កឡើងដោយអ្នកបើកបរផ្សេងទៀតដែលពុំមានធានារ៉ាប់រងខធានារ៉ាប់រងដែលការពារក្នុងករណីខូចខាតផ្សេងៗក្រៅពីគ្រោះថ្នាក់ចរាចរណ៍កធានារ៉ាប់រងសុខភាពនិងការរងរបួសមិនចំពោះថាអ្នកជាអ្នកខុសឬមិនខុសនោះឡើយខធានារ៉ាប់រងសម្រាប់បង់សងជំនួសអ្នកនៅភាគីទី3ដោយសារកំហុសរបស់អ្នកចម្លើយខធានារ៉ាប់រងសម្រាប់បង់សងជំនួសអ្នកនៅភាគីទី3ដោយសារកំហុសរបស់អ្នកគ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿនកើតឡើងជាញឹកញយកនៅលើទីទួលខនៅផ្លូវកោងកនៅផ្លូវប្រសព្វខនៅលើស្ពានចម្លើយកនៅផ្លូវប្រសព្វកត្តាធំបំផុតដែលនាំឲ្យអ្នកបើកបរក្មេងៗមានប្រវត្តិបើកបរមិនល្អគឺករឿងយឺតក្នុងការប្រតិកម្មតបទៅនឹងហេតុការណ៍អ្វីមួយខគ្មានលទ្ធភាពបង់ថ្លៃធានារ៉ាប់រងកខ្វះបទពិសោធន៍ក្នុងការបើកបរខស្ថានភាពផ្លូវមិនល្អចម្លើយកខ្វះបទពិសោធន៍ក្នុងការបើកបរនៅពេលពិនិត្យមើលកង់រថយន្តមុនបើកបរផ្លូវឆ្ងាយប្រការដែលត្រូវចាំគឺកពិនិត្យមើលសម្ពាធខ្យល់ក្នុងកង់បម្រុងខលាងសម្អាតកង់ទាំងអស់របស់រថយន្តរួចសម្ងួតវាកពិនិត្យមើលសម្ពាធខ្យល់ឲ្យស្មើគ្នាគ្រប់កង់ខសបខ្យល់កង់រថយន្តបន្ថែមបន្តិចចម្លើយកពិនិត្យមើលសម្ពាធខ្យល់ក្នុងកង់បម្រុងឧទាហរណ៍ងាយៗនៃស្លាកសញ្ញាចរាចរណ៍ដែលមានផ្ទៃពណ៌លឿងរួមមានកហាមបើកចូលហាមចតផ្លូវឯកទិសខមានទួលផុតចិញ្ចើមផ្លូវជាយថ្នល់ទន់កហាមបត់ស្ដាំជែងដោយប្រុងប្រយ័ត្នល្បឿនកំណត់ខផ្លូវវាង 1000 ហ្វីតមានការដ្ឋានសាងសង់ខាងមុខបិទផ្លូវ500 ហ្វីត ។
ចម្លើយខផ្លូវវាង 1000 ហ្វីតមានការដ្ឋានសាងសង់ខាងមុខបិទផ្លូវ500 ហ្វីត